សួស្តីទាំងអស់គ្នាចឹងថ្ងៃហ្នឹងយើងមកសិក្សាអំពី Photoshop កម្រិតដំបូងដែលយើងនិយាយអំពីmouse tool ហើយនិង artboard tool ចឹងយើងសិក្សាអំពី tool ពីរនេះគឺ mouse tool និង artboard tool តើវាមានមុខងារអីខ្លះចឹងបើខ្ញុំនិយាយអំពី mouse tool នេះចឹងឧទាហរណ៍ថាខ្ញុំអូសរូបនឹងមួយហើយនឹងស្បែកជើងនឹងមួយ3រូបមកចឹងរូបនឹងគឺជារូបជា PNG ទាំងអស់អីចឹងទៅនេះរូបចឹងបើនិយាយអំពី mouse tool នេះគឺយើងសិក្សានិយាយអំពីការព្រីកព្រមតកតងជាមួយនឹង layer របស់យើងដូចជាទូរស័ព្ទ iPhone ចឹងនៅពេលដែលខ្ញុំព្រីកព្រមវាអញ្ចឹងទៅចឹងវាមានតួនាទីដូចជាសំខាន់ព្រីកព្រម layer ឬក៏ព្រីកព្រមនៃ subject របស់យើងទៅយើងអាចអូសទៅកន្លែងណាក៏បានអញ្ចឹងបើសិនជាឧទាហរណ៍ថាបើសិនជាខ្ញុំចង់ edit អីឬក៏យើងចង់ធ្វើអីមួយអញ្ចឹងបើន័យថាអញ្ចឹងវានៅក្នុងនេះគឺយើងអត់កែបានទេនៅពេលដែលយើងចង់ចាក់ layer អីមួយឬក៏យើងចុច control M អីចឹងទៅដើម្បីវាកែ color គឺអត់បានដូចគ្នាដោយសារអីដោយសារវាជាប់ transform នេះអញ្ចឹងបើសិនជាយើងដោះ transform ទៅគឺវាអត់សូវឲ្យទេអូខេអញ្ចឹងយើងអាចទាញបានអីចឹងណាអូខេអញ្ចឹងយើងដាក់ transform វាចង់កណ្ដាលនឹងវិញអញ្ចឹងបើសិនជាយើងដោះ transform យើងអាចកែបានឬក៏យើងចាក់ពណ៌ចាក់ color អីយ៉ាងបានដូចគ្នាអញ្ចឹងបើសិនជាអូខេទាំង4ហ្នឹងវាជា layer អញ្ចឹងបើសិនជាខ្ញុំដាក់វាជា group វិញអញ្ចឹងបើសិនជា group វិញយើងកែបានវាមកអញ្ចឹងឧទាហរណ៍ថាខ្ញុំ select វាទាំងអស់ហ្នឹងខ្ញុំ group វាអញ្ចឹងដល់ពេលដែលខ្ញុំ group ខ្ញុំយក group អញ្ចឹងដល់ពេលដែលខ្ញុំយក group គឺខ្ញុំអូសវាតែមួយគឺទៅទាំងអស់ហ្មងអញ្ចឹងបើសិនជាទាំងអស់ហ្មងអញ្ចឹងបើសិនជាខ្ញុំដូរពីកន្លែងហ្នឹងត្រូវដាក់ layer វិញគឺខ្ញុំចាប់ទាញ click លើវាទៅខ្ញុំទាញបានតែមួយទេគឺយើងអាចនិយាយបានថាគឺទាញបានតែ layer នឹងមួយហ្នឹងសម្រាប់ layer អញ្ចឹងបើសិនជាវាកន្លែងនេះវាអត់សូវ transform ឲ្យយើង auto select ទេអញ្ចឹងយើង click កន្លែងណាគឺវាចុះកន្លែងនោះផ្សេងយើងដាក់ auto select ចេះអញ្ចឹងបើវាអត់ចុចទេយើងអាច control អក្សរ T បានគឺអាហ្នឹងគឺ transform ដូចគ្នានេះគឺយើងអូសបានដូចគ្នាអញ្ចឹងយើងចង់អូសដាក់ពី layer ហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំ create វាមកខ្ញុំចង់អូសវាដាក់នៅ layer អត់bot ទី2អញ្ចឹងទៅវាបានដូចគ្នាអញ្ចឹង mouse tool ហ្នឹងគឺវាមានតួនាទីសម្រាប់ចាប់យក layer ដាក់ពី artboard មួយទៅ artboard មួយទៀតអីចឹងទៅហើយបើសិនជាវាអត់មានតកតងជាមួយនឹង transform នេះទេយើងអាចចូលបានយើងចូលទៅ edit ហើយយើងយកពាក្យថា transform នេះ control អក្សរ T អក្សរខាត់វាអញ្ចឹងគឺថាយើង transform វាមកគឺវាបានដូចគ្នាអញ្ចឹងយើងចង់ចាប់រូបភាពណាខ្ញុំចង់ចាប់រូបត្រីនេះអញ្ចឹងត្រីនេះខ្ញុំចាប់មកដាក់ artboard ទី2មកគឺបានដូចគ្នាអញ្ចឹងយើងអាចព្រីកព្រមបានទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅអញ្ចឹងបើសិនជា version Photoshop ណារៀងខ្ពស់ទៅយើងអាចចុច Alt អញ្ចឹងទៅយើងអាចចុច Alt ទៅព្រីកព្រមlayer នឹងបានអញ្ចឹងយើង enter ទៅបានអញ្ចឹងសម្រាប់មួយទៀតតើតើជាមួយនឹងនិយាយអំពី artboard វិញម្ដងអញ្ចឹងបើនិយាយអំពី artboard វាមានតួនាទីសម្រាប់បង្កើតនៅ layer ដោយនៅក្នុង project តែមួយបើយើងនិយាយឲ្យស្រួលស្រាប់គឺនៅក្នុង file តែមួយគឺបើន័យថានៅក្នុង file តែមួយហ្នឹងយើងអាចបង្កើតច្រើន artboard អញ្ចឹងនៅពេលដែលយើង artboard យើងចង់បាន artboard យើងអាចគូសវាអញ្ចឹងមកហើយបន្ទាប់មកវាចេញតកតងជាមួយនឹង artboard អញ្ចឹងនៅពេលដែលយើងគូសអានេះ artboard ទី1អញ្ចឹងបើសិនជាយើងចង់ add វាទៀតយើងអាចចុចវាមកយើងអាច add ទៅមុខបានមួយទៀតអញ្ចឹងទៅយើងអាចមកក្រោមយើងអាចមកឆ្វេងអញ្ចឹងទៅគឺបានដូចគ្នាហើយវាមាន artboard ច្រើនអីចឹងទៅហើយសម្រាប់កន្លែងនេះវិញតើតើជាមួយនឹង custom size យើងអាចកំណត់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំយក artboard ទី4របស់ខ្ញុំនេះអញ្ចឹងឥឡូវនេះ artboard ទី4របស់ខ្ញុំចុចឈរទៅលើ artboard ទី4ហើយខ្ញុំ custom size វាវិញខ្ញុំដាក់វា5000ទៅអញ្ចឹងឃើញអត់នេះវារីក5000ហើយអញ្ចឹងអាកន្លែង artboard ហ្នឹងយើងអាចទាញបានទៀតយើងចុចឲ្យចង់ artboard ហ្នឹងមកហើយបន្ទាប់មកយើងអាចទាញ artboard ហ្នឹងដាក់ទៅកន្លែងណាក៏បានដែលយើងចង់បានអីហ្នឹងទៅឬក៏យើងសម្រាប់ថា custom ដែលយើងចង់បានឬក៏អ្វីដែលយើងចង់បានទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវបើកខ្ញុំបើករូបនេះមួយចុះអញ្ចឹងឧទាហរណ៍ថាខ្ញុំបើករូបនេះមួយ
ចឹងនៅពេលដែលខ្ញុំចង់បង្កើត artboard ខ្ញុំគ្រាន់តែ click ចុចលើវាយ៉ាងមកវាចេញពាក្យថា artboard ចឹងខ្ញុំ add វាមួយមកខ្ញុំ add វាទៀតអញ្ចឹងទៅបានដូចគ្នាហើយខ្ញុំអាច train fit height អី custom ដែលយើងចង់បានអីចឹងទៅអានេះតើតើជាមួយនឹង custom ដែលយើងកំណត់បានយើងអាចជ្រើសរើសណាមួយដែលយើងចង់បានហ្នឹងទៅអញ្ចឹងនៅពេលដែលយើងចូលមក layer នេះវិញអញ្ចឹង artboard ហ្នឹងយើងអាចទាញរូបដូចជាកាហ្វេរបស់យើងនេះយើងអាចមក add ដាក់ចូលទី2មកគឺវាចូលនៅរូបទី2ហើយអញ្ចឹងនៅពេលដែលអញ្ចឹងនៅក្នុង artboard ហ្នឹងវាមានតួនាទីដូចជាយើងអាច rename artboard នឹងបានដូចគ្នាគាត់ឲ្យយើង double click ពីរដងមក artboard បានអញ្ចឹងឧទាហរណ៍ថា tree អញ្ចឹងខ្ញុំដាក់វាថា tree មកអូខេចឹងខ្ញុំអាចរកឈ្មោះវា tree មកកន្លែងហ្នឹងគឺវា load tree ហើយអញ្ចឹងនៅពេល artboard ទី1ទូរស័ព្ទអញ្ចឹងខ្ញុំគ្រាន់តែដាក់វាយឈ្មោះវាថា phone មកអូខេវា artboard ហ្នឹង phone នៅពេលដែលយើងចង់ design នៅលើ design អ្វីមួយអញ្ចឹងគឺវាស្រួលចឹងទៅក្នុងការបង្កើត artboard ច្រើននៅក្នុងការ design បញ្ជីណាមួយដែលត្រូវការ poster ច្រើនមិនចាំបាច់បង្កើតនៅfile ច្រើនទេគឺយើងអាចបង្កើត file តែមួយប៉ុន្តែយើងអាច add បានច្រើន artboard អញ្ចឹងនេះគឺជាតួនាទី mouse tool ហើយនឹងartboard ឥឡូវនេះយើងសង្ខេបមកវិញគឺ mouse tool គឺយើងនិយាយអំពីការចាប់នៅ layer មួយពី layer មួយទៅ layer មួយដាក់នៅក្នុងបញ្ជីមួយឬក៏ file មួយទៅដាក់ file មួយអញ្ចឹងទៅអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺវាមានតួនាទីប៉ុណ្ណឹងហើយយើងអាចបើធូរនេះគ្រាន់តែយើង double click លើរូប phone ទូរស័ព្ទ iPhone នឹងយើងមកគឺយើងអាច rename បានដូចគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ rename ថា phone ឬក៏វាចឹងដូចអានោះដែរទៅក៏វាបានដូចគ្នាដែរអញ្ចឹងបើនិយាយអំពី artboard វិញមានតួនាទីសម្រាប់បង្កើតនៅ artboard ជាច្រើននៅក្នុង file តែមួយហើយយើងអាច custom វាបានជាច្រើនប្រភេទទៅតាមអ្វីដែលយើងតម្រូវការតម្រូវរបស់អ្នក design ហ្នឹងឯងអញ្ចឹងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេយើងសិក្សាអំពី mouse tool ហើយនឹង artboard tool